ជំរាបសួរលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នានេះជាការបង្ហាញពីការគូរកងពាក្យជាមួយនឹងរូបភាពនឹងជាឧទាហរណ៍នាងខ្ញុំនឹងជ្រើសរើសថ្នាក់ទី1ភាសាខ្មែរបន្ទាប់មកនាងខ្ញុំនឹងជ្រើសរើសមេរៀនទី5ជាឧទាហរណ៍កបូកកាខ្ញុំនឹងជ្រើសរើសយកការអនុវត្តគូរកងពាក្យជាមួយនឹងរូបភាពដើម្បីស្ដាប់ការណែនាំជាភាសាខ្មែរសូមចុចលើប៊ូតុងសំឡេងចូលជ្រើសរូបឲ្យត្រូវនឹងពាក្យចាអញ្ចឹងនៅពេលដែលយើងបានស្ដាប់ឮហើយតើរូបភាពទាំង4នេះតើរូបមួយណាដែលត្រូវនឹងពាក្យកេះអញ្ចឹងនេះខ្ញុំនឹងជ្រើសរើសយករូបនេះហើយចុចលើប៊ូតុងបន្ទាប់ដើម្បីទៅកាន់ការអនុវត្តបន្តទៀតចាអញ្ចឹងសូមអរគុណដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានទស្សនាវីដេអូ